Bismillahirrahmanirrahim. Wa bihi nasta'in. Assalamualaikum warahmatullahi wabarakatuh. Alhamdulillah ឆ្លៀតឱកាសពេលនេះដែរខ្ញុំសូមរំលឹកមកដល់រូបខ្ញុំផ្ទាល់ក៏ដូចជាមីតោអងបងប្អូនគ្នាជាពិសេសគឺភ្ញៀវរបស់អល់ឡោះស៊ុបហានូវតាអាឡាដែលមកធ្វើរកនជានៅទឹកដីមកកាសនេះអញ្ចឹងអ្វីដែលខ្ញុំចង់រំលឹកឬក៏លើកយកមកនិយាយថ្ងៃនេះគឺតើតើនឹងការរំខានដល់អ្នកដទៃឬក៏អ្នកជិតខាងដែលរស់នៅជាមួយគ្នាជាពិសេសគឺការរស់នៅបន្ទប់ជាមួយគ្នាដែលយើងជាភ្ញៀវរបស់អល់ឡោះស៊ុបហានូវតាអាឡាមកធ្វើអាជីពនេះគឺធម្មតាគឺនៅបន្ទប់ជាមួយគ្នានៅក្នុងបន្ទប់មាន4នាក់មាន3នាក់ឬក៏5នាក់អីទៅអញ្ចឹងធម្មតានៅពេលដែលយើងមកស្នាក់នៅទឹកដីមកកាសនេះនៅក្នុងសន្តាគារនៅតាមបន្ទប់រៀងខ្លួននោះគឺតែងតែមានកូនចៅរបស់យើងតាក់ទងមកដើម្បីសួរសុខទុក្ខឬក៏យើងនឹងតាក់ទងនៅខាងគ្រួសាររបស់យើងវិញនៅឯផ្ទះហ្នឹងដើម្បីសួរសុខទុក្ខគ្នាអញ្ចឹងធម្មតានៅក្នុងបន្ទប់ហ្នឹងគឺមានអ្នកខ្លះកំពុងតែសម្រាកអ្នកខ្លះកំពុងតែគេងអ្នកខ្លះកំពុងតែមានរឿងនិយាយតខ្លួនរបស់គាត់និងរឿងផ្សេងទៀតជាពិសេសគឺអ្នកខ្លះគាត់កំពុងតែគេងអញ្ចឹងចង់និយាយថាបើសិនជាយើងចង់និយាយទូរស័ព្ទឬក៏និយាយអ្វីផ្សេងទៀតជាមួយអ្នកដែលនៅក្នុងបន្ទប់ជាមួយគ្នាបើសិនជាមានអ្នកដែលកំពុងតែគេងឬក៏សម្រាកហ្នឹងគឺយើងគួរតែយោគយល់គ្នាបើសិនជានិយាយទូរស័ព្ទយើងគួរតែនិយាយនៅខាងក្រៅឬក៏បើសិនយើងចង់និយាយគ្នាលេងហើយមានអ្នកកំពុងតែសម្រាកឬក៏កំពុងតែគេងនោះគឺយើងគួរតែនិយាយនៅខាងក្រៅដើម្បីកុំឲ្យមានការប៉ះពាល់អារម្មណ៍ដល់គាត់កំពុងតែគេងឬក៏សម្រាកនោះអញ្ចឹងសិទ្ធិនៃអ្នកជិតខាងនោះគឺធំធេងណាស់យើងត្រូវតែផ្ដល់សិទ្ធិដល់អ្នកដែលជិតខាងរបស់យើងឬក៏អ្នកដែលរស់នៅជាមួយគ្នារ៉ូស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមលោកបានមានប្រសាសន៍ថាឡាយ៉ាដខុលជន្ណាម៉ាន់ឡាយ៉ាម៉ាន់ចារូហ៊ូបាវ៉ាអ៊ីកាហ៊ូអោកម៉ាកាលរ៉ូស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមហាឌីសនេះមានន័យថារ៉ូស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមលោកបានមានប្រសាសន៍ថាមិនអាចចូលທາງសួគ៌បានទេបុគ្គលណាហើយដែលគាត់បានធ្វើឲ្យអ្នកជិតខាងរបស់គាត់មិនមានសេចក្តីសុខដោយសារតែទង្វើអាក្រក់របស់គាត់ចឹងអាទីនេះមានន័យថារ៉ូស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមចង់បញ្ជាក់ប្រាប់យើងអំពីការដែលយើងធ្វើអំពើមិនល្អទៅចំពោះអ្នកជិតខាងរបស់យើងហើយទង្វើនោះគឺធ្វើឲ្យយើងមិនអាចចូលតាមសួគ៌របស់អល់ឡោះស៊ុបហានូវតាអាឡាទេចឹងជាក់ស្ដែងនៅពេលដែលភ្ញៀវរបស់អល់ឡោះស៊ុបហានូវតាអាឡាគាត់បានមកបំពេញកាតព្វកិច្ចនោះគឺយើងរស់នៅជាមួយគ្នាបន្ទាប់ជាមួយគ្នា4នាក់5នាក់6នាក់ហ្នឹងគឺយើងត្រូវគោរពសិទ្ធិគ្នាយើងត្រូវផ្ដល់សិទ្ធិឲ្យដល់អ្នកជិតខាងរបស់យើងនោះគឺឲ្យគាត់មានសេចក្តីសុខអញ្ចឹងបើសិនយើងឃើញគាត់កំពុងតែសម្រាកឃើញគាត់កំពុងតែគេងហ្នឹងគឺយើងត្រូវនិយាយទូរស័ព្ទអីឬក៏យើងនិយាយគ្នានៅខាងក្រៅដើម្បីកុំឲ្យប៉ះពាល់អារម្មណ៍របស់គាត់ដែលកំពុងតែសម្រាកហ្នឹងអញ្ចឹងសុខែមកវិញគឺយើងត្រូវតែគោរពសិទ្ធិគ្នាទៅវិញទៅមកដល់សិទ្ធិគ្នាទៅវិញទៅមកនៅពេលដែលយើងរស់នៅជាមួយគ្នានៅបន្ទប់ជាមួយគ្នានៅពេលដែលយើងចង់និយាយទូរស័ព្ទឬក៏ចង់ធ្វើអ្វីផ្សេងទៀតដែលប៉ះពាល់ដល់អ្នកជិតខាងរបស់យើងដែលកំពុងតែរស់នៅជាបន្ទប់ជាមួយគ្នានោះគឺយើងត្រូវតែផ្ដល់សិទ្ធិឲ្យគាត់បើសិនយើងចង់និយាយទូរស័ព្ទយើងគួរតែនិយាយនៅខាងក្រៅឬក៏បើសិនបើយើងចង់និយាយលេងជាមួយគ្នាប៉ុន្តែមានអ្នកផ្សេងកំពុងតែគេងកំពុងតែសម្រាកយើងគួរតែនិយាយគ្នានៅខាងក្រៅដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកជិតខាងរបស់យើងហើយទង្វើដែលធ្វើឲ្យប៉ះពាល់ដល់អ្នកជិតខាងរបស់យើងគឺជាទង្វើមួយដែលហាមឃាត់យើងរារាំងយើងមិនឲ្យចូលឋានសួគ៌របស់អល់ឡោះស៊ុបហានូវវ៉ាតាអាឡា